រឿងកូនឆ្មា Max ចូលធ្វើការថ្ងៃដំបូងនៅក្នុងទីក្រុងដ៏អ៊ូអរមួយខណៈដែលកូនឆ្មា Max ដ៏គួរឲ្យស្រឡាញ់ពាក់អាវ Grapefruit ពណ៌បៃតងនិងមួកសុវត្ថិភាពដោយក្តីរំភើបក្នុងចិត្ត Max បានឡើងលើម៉ូតូរបស់គេត្រៀមខ្លួនសម្រាប់ការងារថ្ងៃដំបូងរបស់គាត់សំឡេងទូរស័ព្ទរបស់ Max បានរឡើងវាជាការបញ្ជាទិញលើកដំបូងរបស់គាត់បានមកដល់ហើយគាត់ពិនិត្យមើលកម្មវិធីហើយឃើញថាគាត់ត្រូវទៅយកអាហារពីហាងគុយទាវMax ទៅដល់ហាងគុយទាវតូចមួយចុងភៅដ៏រួសរាយរាក់ទាក់ហុចប្រអប់គុយទាវក្តៅមួយដល់គាត់ Max ដាក់វានៅក្នុងកាបូបដោយប្រុងប្រយ័ត្ន Max បើកបរឆ្លងកាត់ទីក្រុងជាមួយម៉ូតូរបស់គេដោយប្រាកដថាគោរពតាមច្បាប់ចរាចរណ៍កន្ទុយរបស់គាត់ញ័រដោយក្តីរំភើបពេលគាត់ជិតដល់ផ្ទះអតិថិជន Max ប្រគល់អាហារដល់ខ្លាឃ្មុំដែលកំពុងនិយាយទូរស័ព្ទ Max ញញឹមអន់ក្បាលយ៉ាងគួរសមហើយត្រឡប់ទៅម៉ូតូរបស់គាត់វិញសម្រាប់ការបញ្ជាទិញបន្ទាប់សំឡេង Booking មួយទៀតបន្លឺឡើង Max ទទួលបានការបញ្ជាទិញជាលើកទី2លើកនេះ Booking ចេញពីហាងនំប៉័ងនៅហាងនំប៉័ងក្លិននំប៉័ងដែលទើបដុតរួចក្តៅៗអ្នកដុតនំខ្លាឃ្មុំ Panda ដ៏រីករាយហុចថង់ដែលពោរពេញទៅដោយនំដ៏មានរសជាតិឈ្ងុយឆ្ងាញ់ Max ជិះម៉ូតូទៅកាន់ផ្ទះអតិថិជនទី2តាមផ្លូវដ៏ស្រស់ស្អាតដោយមានដើមឈើនៅតាមបណ្ដោយផ្លូវរីករាយជាមួយខ្យល់អាកាសស្រស់បំព្រងពេលទៅដល់ Max បានឲ្យនំដល់ទន្សាយពណ៌ប្រផេះទន្សាយបានយកកាបូបហើយញញឹមអ្នកគឺជាអ្នកដឹកជញ្ជូនដ៏អស្ចារ្យអរគុណសម្រាប់អាហារពេលព្រឹក Booking ថ្មីបានមកដល់ជាមួយការបញ្ជាទិញថ្មីលោតឡើងនៅលើអេក្រង់របស់ Max ដែលជាភីសាពីហាងភីសាដ៏ល្បីមួយនៅក្នុងទីក្រុងនៅហាងភីសា Max មើលចុងភៅកំប្រុកបង្វិលនំភីសានៅលើអាកាសមិនយូរប៉ុន្មានភីសាដ៏ឆ្ងាញ់មួយត្រូវបានខ្ចប់ហើយប្រគល់ឲ្យគាត់ Max ថ្លឹងថ្លែងដោយប្រុងប្រយ័ត្ននៅប្រអប់ភីសានៅលើម៉ូតូរបស់គាត់នៅពេលគាត់បើកបរក្នុងទីក្រុងដោយបដិញ្ញាថានឹងដឹកវាឲ្យទាន់ពេលឲ្យអតិថិជន Max បានប្រគល់ភីសាទៅឲ្យកញ្ជ្រោងរីករាយដែលកំពុងរង់ចាំពេលទៅដល់កញ្ជ្រោងនិយាយដោយគ្រវីកន្ទុយយ៉ាងរីករាយអរគុណច្រើនសម្រាប់នំភីសា Max រៀបចំដើម្បីនឹងសម្រាកហើយតែការជូនដំណឹងមួយផ្សេងទៀតលោតឡើងវាជាការបញ្ជាទិញពិសេសមួយ Max បានរើសយកអាហារពីភោជនីយដ្ឋានតូចមួយដោយឆ្ងល់ថាតើនរណាជាអតិថិជនចុងក្រោយសម្រាប់ Booking មួយនេះ Max បានទៅតាមអាសយដ្ឋានហើយបានដឹងថាវាជាផ្លូវដែល Max ធ្លាប់ស្គាល់និងធ្លាប់ទៅពីមុនមកពេល Max ទៅដល់ហើយក៏ឃើញកូនទាដ៏គួរឲ្យស្រឡាញ់ឈរនៅចាំមុខផ្ទះពេលទៅកូនទាទាគីបាននិយាយដោយភ្ញាក់ផ្អើលថាអីយ៉ានេះជាសម្លាញ់ខ្ញុំតាកូនឆ្មា Max និងទាគីបានសើចសប្បាយខណៈដែលពួកគេរំលឹកអនុស្សាវរីយ៍ចាស់ៗហើយកូនទានិយាយដោយរីករាយខ្ញុំមិនដឹងថាអ្នកជាអ្នកបើកបរ Grapefruit ពីមុនមកទេកូនទាបានអញ្ជើញ Max ចូលទៅក្នុងផ្ទះពួកគេបានរីករាយអាហារសម្រន់រួមគ្នានិយាយអំពីជីវិតនិងរីករាយនឹងពេលវេលារបស់ពួកគេជាមួយគ្នានៅពេលព្រះអាទិត្យរៀបលិច Max ជិះត្រឡប់ទៅផ្ទះវិញដោយមានអារម្មណ៍មោទនភាពចំពោះថ្ងៃធ្វើការដំបូងរបស់គាត់វាមិនមែនគ្រាន់តែជាការងារនោះទេវាក៏ជាការធ្វើឲ្យមនុស្សសប្បាយចិត្តផងដែរមុនពេលចូលគេង Max មើលឯកសណ្ឋាន Grapefruit របស់គាត់ដោយស្នាមញញឹមហើយគាត់ស្រមៃថាថ្ងៃស្អែកនឹងក្លាយជាថ្ងៃដ៏អស្ចារ្យដូចជាថ្ងៃនេះសូមអរគុណ